សួស្តីបងប្អូនអរគ្នាបាទនេះគឺជាប្រភេទពូជស្មៅជប៉ុនបាទដែលយើងដាំបានរយៈពេល2ខែបាទគឺវាដុះក្រាស់ល្អបែបហ្នឹងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការបាទចង់ដាំស្មៅដើម្បីលម្អសួនច្បារបាទក្រោយផ្ទះមុខផ្ទះក៏ដូចជា resort អីហ្នឹងពុកម៉ែបងប្អូនអាចដាំជាប្រភេទស្មៅជប៉ុននេះបានបាទវីដេអូនេះគឺខ្ញុំថតផ្ទាល់បាទស្មៅជប៉ុនខ្ញុំដាំបានរយៈពេល2ខែបាទគឺវាដុះក្រាស់ស្អាតខ្លាំងមែនទែនដូចពុកម៉ែបងប្អូនឃើញនៅក្នុងវីដេអូនេះអញ្ចឹងបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់កំងយកទៅដាំបាទខ្ញុំនឹងមានវីដេអូប្រាប់ពីរបៀបដាំធានាដុះ 100% បាទពូជស្មៅនេះខ្ញុំដាំបានរយៈពេល2ខែបាទក្រាស់ល្អខ្លាំងមែនទែនដូចពុកម៉ែបងប្អូនឃើញនៅក្នុងវីដេអូនេះស្រាប់អញ្ចឹងបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់កំងអាចកំងបានណាពូជស្មៅមាននៅក្នុងស្តុកស្រាប់បាទធានាគុណភាពជូនពុកម៉ែបងប្អូន 100% បាទធានាដុះ 100% តែម្ដងហើយសម្រាប់ពុកម៉ែបងប្អូនដែលកំងខាងខ្ញុំទៅថែមជូនទឹកថ្នាំ B1 បាទជូនពុកម៉ែបងប្អូនមួយដបជាប្រភេទទឹកថ្នាំជួយបណ្ដុះបាទសូមអរគុណ